តំណងមិនតំណងបងប្អូនអាចមើលតាមនឹងបានហើយបងប្អូនគ្រាន់តែចេញក្បាលវីដេអូមកបងប្អូនដឹងហើយថាតំណងប៉ុណ្ណានោះចាថ្ងៃហ្នឹងបានពីមុខបងប្អូនគឺបានជាមួយនឹងម្ជូរគ្រឿងល្ហុងត្រីពោផាន់យើងហើយនឹងឆាគ្រឿងចេញមាន់ផាន់យើងមួយបងប្អូនហើយនេះចុងភៅរបស់ខ្ញុំកំពុងតែរត់រះហើយគឺរៀងបញ្ញាប់ដែរបងប្អូនដោយសារតែចិត្តដល់ម៉ោងហូបថ្ងៃនេះរៀងរវល់ចឹងរៀងយឺតយ៉ាវតិចហើយសូម្បីតែអ្នកថតក៏ថតមិនចង់តន់ដែរកន្លែងដាក់គ្រឿងដាក់អីហ្នឹងដោយសារតែបញ្ញាប់បញ្ញាល់ពេកចាឥឡូវយើងដាក់ត្រីយើងគ្របចោលឲ្យវាឆ្អិនល្អសិនទៅយើងក៏មកធ្វើមុខទៀតអីចឹងបងប្អូនគឺឆាគ្រឿងជើងមាន់យើងនឹងឯងបងប្អូនហើយឡើងឈ្ងុយឈ្ងុបតែម្ដងឲ្យបងប្អូននិយាយមែនគឺឆ្ងាញ់មែនតើហ្មងឲ្យបងប្អូនហើយជើងមាន់ហ្នឹងបើថាយើងដាក់អត់ហិលទេអត់ឆ្ងាញ់ទេអញ្ចឹងតោះដាក់ហិលចេះបានឆ្ងាញ់ហើយទោះជាហិលយ៉ាងណាក៏នៅតែហូបដែរដោយសារតែចូលចិត្តហើយពីមុនអីខ្ញុំចូលចិត្តហិលណាស់តែឥឡូវដាក់ហិលបន្តិចមិនបានទេតែដឹងថាមុខម្ហូបនេះបើយើងមិនដាក់ហិលទេគឺវាអត់ឆ្ងាញ់ទេអញ្ចឹងទៅមានតែហូបទាំងហិលនឹងឯងបន្ទាប់ពីយើងដាក់គ្រឿងក្រៅជើងមាន់យើងហើយយើងក៏បានមកធ្វើការមើលសម្លរបស់យើងដងសម្លរបស់យើងត្រីក៏រៀងឆ្អិនដែរក៏បានធ្វើកាត់ល្ហុងចូលហ្មងទៅបងប្អូនណាយជ្រុំ7ជ្រុំអីដាក់អញ្ចឹងទៅឥឡូវហើយមុខណាក៏មើលមុខទៀតចាហើយមុខទៀតនេះក៏ហើយដែរដាក់ម្រះព្រៅម្រះអីចឹងទៀតទៅអូយឡើងឈ្ងុយពេញផ្ទះតែម្ដងហើយបងប្អូននិយាយមែនហើយឥឡូវហើយអស់ណាតោះបងប្អូនណាយទៅហូបជាមួយខ្ញុំទាំងអស់គ្នាចាតំណងអត់អូយនិយាយវាថាតំណងមែនបងប្អូនហើយអាត្មាហ្នឹងបងប្អូនហូបបាយនៅចាបោះនៅទេមកហូបជាមួយខ្ញុំទាំងអស់គ្នាដោយសារតែខ្ញុំធ្វើហើយអីចឹងណាចឹងមកហូបជុំគ្នាហ្មងទៅឆ្ងាញ់ហូបគ្នាទៀតអត់សូវឆ្ងាញ់ទេបើថាគ្នាច្រើនអូយឆ្ងាញ់ណាស់ដាក់លោកចុះលោកឡើងទៀតអូជាសាហាវហ្មងបងប្អូនណាយហើយខ្ញុំមកភ្លក់ជើងមាន់មុនហើយដោយសារតែវាឈ្ងុយពេកយកទ្រាំអត់បានទេបងប្អូនដាក់ហ្មងទៅហើយហិលណាស់បងប្អូនណាយប៉ុន្តែខ្ញុំហូបទៅមកហូបហ្នឹងបើថាវាអត់ហិលទេវាអត់ឆ្ងាញ់ចឹងតោះតែហិលចេះមិនឆ្ងាញ់និយាយមែនហ្មងហើយបងប្អូនហើយហូបហ្នឹងរុយរំខានទៀតផងមិនទាន់ដល់ខែរុយផងរុយឡើងចង់ពេញផ្ទះបាត់ទៅហើយបើនិយាយពីសម្លម្ជូរវិញគឺខ្ញុំចូលចិត្តណាស់បងប្អូននិយាយមែនមិនថាម្ជូរគ្រឿងតកួនម្ជូរផលិតម្ជូរស្រែយើងធម្មតាឲ្យតែសម្លម្ជូរគឺគាត់ចូលចិត្តដែរអញ្ចឹងទៅភាគច្រើនណាវីដេអូរបស់ខ្ញុំបងប្អូនឃើញហើយគឺចូលចិត្តសម្លម្ជូរណាស់តែបើសួរថាខ្ញុំចូលចិត្តមុខម្ហូបមួយណាជាងគេគឺខ្ញុំមិនដឹងទេបងប្អូនពីព្រោះអីភាគច្រើនគឺខ្ញុំហូបបានទាំងអស់មុខម្ហូបណាក៏ខ្ញុំហូបបានដែរអញ្ចឹងទៅបើថាសួរថាខ្ញុំចូលចិត្តមុខម្ហូបអីគឺឆ្លើយអត់បានទេចុះបងចូលចិត្តមុខម្ហូបមួយណាដែរបើចូលចិត្តមុខម្ហូបមួយណាជួយខមមិនប្រាប់ខ្ញុំម្នាក់មួយផងចង់ដឹងអីអញ្ចឹងណាបងដោយសារតែខ្ញុំចូលចិត្តមុខម្ហូបច្រើនពេកអត់ដឹងខ្លួនឯងចឹងចង់ដឹងពីបងវិញថាបងការចូលចិត្តផងបងមុខម្ហូបមួយណាអីអញ្ចឹងណាជួយប្រាប់ម្នាក់មួយផងហើយឥឡូវសំឡេងខ្ញុំរៀងងល់ទៀតហើយបងប្អូនស្ដាប់តាមហ្នឹងទៅដោយសារតែខ្ញុំឆាប់ផ្ដាសាយណាបងប្អូនឲ្យតែអាកាសធាតុប្រែប្រួលបន្តិចបន្តួចគឺផ្ដាសាយហើយមិនចាំផឹកទឹកកកទឹកអីដូចគេទេនិយាយមែនគឺខ្ញុំចាប់ផ្ដាសាយណាឲ្យតែអាកាសធាតុប្រែប្រួលឥឡូវធ្លាក់ខ្យល់ខ្លាំងម្ដងត្រជាក់ម្ដងក្តៅហើយឥឡូវធ្លាក់ខ្យល់វូទៀតនិយាយថាខ្ញុំឥឡូវចាប់ផ្ដើមឈឺកទៀតហើយមិនដឹងប្រហែលថ្ងៃបាត់ទេតោះតែទៅបើកថ្នាំលាបទៀតហើយមើលទៅហើយតែចាប់ផ្ដើមផ្ដាសាយហើយមិនមែនមួយថ្ងៃពីរថ្ងៃដូចគេបាត់ទេខ្ញុំមួយអាទិត្យឡើងលើនិយាយថាពិបាកមែនតែនហ្មងឲ្យអត់ចង់ឈឺទេរាល់ថ្ងៃនេះខំអត់ហូបទឹកកកអត់អីទេខ្ញុំឃើញគេហូបទឹកកកទឹកអីគេធម្មតាគេអត់កើតអីតែសម្រាប់ខ្ញុំមួយហ៊ានតែបណ្ដោយខ្លួនរឿងទឹកកកទឹកអីហ្នឹងមើលចប់តែមកចប់និយាយហើយចាវីដេអូខ្ញុំក៏ឈានដល់ទីបញ្ចប់ហើយបងប្អូនពេញចិត្តសូមកុំភ្លេចជួយ follow page របស់ខ្ញុំម្នាក់មួយផងដែរហើយជាចុងក្រោយក៏សូមជូនពរដល់បងប្អូនជួបតែសំណាងល្អសុខភាពល្អហើយខែថ្មីនេះសូមឲ្យហេងទាំងអស់គ្នាផងដែរចាអរគុណបងប្អូនទាំងអស់គ្នាជួបគ្នាវីដេអូក្រោយទៀត